ក្នុងសង្កាត់មនោរម្យខណ្ឌ7មករាក្នុងរាជធានីភ្នំពេញហ្នឹងលោកបានប្រមូលវត្ថុចាស់ជាច្រើនហើយនឹងច្រើនប្រភេទបាទដូចជាកង់ម៉ូតូវិទ្យុម៉ាស៊ីនថតទូរស័ព្ទជាដើមហ្នឹងដើម្បីយកមកតុបតាំងពិព័រណ៍រយៈពេលជាង20ឆ្នាំកន្លងទៅនេះលោកលីពេងហេងបានប្រមូលវត្ថុចាស់ទាំងនោះបានយ៉ាងច្រើនហើយបានដាក់តាំងនៅក្នុងសាលពិព័រណ៍ឯកជនមួយដើម្បីទុកជូនសាធារណជននឹងទស្សនៈកម្សាន្តបាទតទៅនេះសូមអញ្ជើញទូជនឯកជនតាមដានទស្សនៈបទយការបស់លោកជាផានិតអំពីបញ្ហានេះដូចតទៅកំពុងតែមមាញឹកនឹងការជួសជុលកង់សម័យបុរាណមួយនៅក្នុងគេហដ្ឋានលោកលីពេងហេងអាយុ49ឆ្នាំមានចំណងចិត្តសន្សំនិងរក្សាទុកវត្ថុចាស់តាំងពីលោកនៅក្មេងម្ល៉េះលោកពេងហេងបានធ្វើការប្រមូលវត្ថុចាស់ទាំងក្នុងនិងក្រៅប្រទេសមានដូចជាកង់ម៉ូតូនាឡិកាម៉ាស៊ីនថតវិទ្យុម៉ាញ៉េទូរស័ព្ទនិងវត្ថុផ្សេងទៀតអស់រយៈពេលជាង20ឆ្នាំហើយក្នុងគោលបំណងឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់និងចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាលោកពេងហេងបានរំលឹកថាវត្ថុដែលលោកចាប់ផ្ដើមសន្សំមុនដំបូងគឺជាប្រភេទរថយន្តដែលផលិតនៅក្នុងទសវត្សរ៍30របស់នេះចាប់ផ្ដើមសន្សំដំបូងចូលចិត្តសន្សំឡានមានលេងឡានបុរាណច្រើនដល់ព្រោះមកខ្ញុំក៏ខ្វះលទ្ធភាពដោយសារអត់មានទីតាំងទុកខ្ញុំក៏លក់ហាងខាងទុកតែមកពេលនេះដល់ថ្ងៃនេះឆ្នាំ1938ពលវេណាពីមុនខ្ញុំមាន5-6គ្រឿងតែដោយសារបញ្ហាចម្បងអត់មានទីតាំងដាក់មានតែប្រព័ន្ធចិត្តឈប់សំឡានក៏បែរមកលេងម៉ូតូឬក៏នីឡកាឬក៏ទៅយកកម្មការវិញលោកពេងហេងបានសាងសង់សាលពិព័រណ៍មួយកន្លែងស្ថិតក្នុងសង្កាត់ក្មួយខណ្ឌសែនសុខនិងបានយកវត្ថុដែលលោកបានសន្សំទៅដាក់តាំងបង្ហាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានទស្សនានៅទីនេះមានតាំងម៉ូតូជាង100គ្រឿងផលិតក្នុងឆ្នាំ1906ដល់ឆ្នាំ1979កង់ចំនួនជាង30គ្រឿងផលិតក្នុងឆ្នាំ1876ដល់ឆ្នាំ1950ម៉ាស៊ីនថតផលិតក្នុងឆ្នាំ1934ដល់ឆ្នាំ1990វិទ្យុទូរស័ព្ទនិងនាឡិកាផលិតក្នុងឆ្នាំ1935ដល់ឆ្នាំ1970លោកពេងហេងមានប្រសាសន៍ថានៅពេលដែលលោកបានដាក់ចិត្តសន្សំវត្ថុទាំងនេះគឺទាមទារឲ្យលោកមានបច្ចេកទេសការតស៊ូព្យាយាមនិងអំណត់អត់ធន់លោកនិយាយថាបានដឹងរួចជាស្រេចហើយគឺវាពិបាកប្រៀបដូចជាការរាវរកមជុលនៅក្នុងសមុទ្រដូចនេះដែរប៉ុន្តែដោយសារឆន្ទៈនិងបានមើលឃើញគំរូនៃការសន្សំវត្ថុបុរាណនៅបរទេសទទួលបានជោគជ័យលោកពេងហេងបានគិតថាលោកអាចធ្វើកិច្ចការនេះបានអញ្ចឹងពីថាសន្សំវាពិបាកមុនមកហើយអញ្ចឹងអ្វីទៅដល់របស់ដែលយើងងាយរករបស់នេះវាមិនដែលមានតម្លៃរបស់ដែលពិបាករកគឺរបស់ដែលវាមានតម្លៃអញ្ចឹងខ្ញុំដឹងខ្លួនខ្ញុំហើយនឹងថាអ្វីវាលំបាកមុនតែដើម្បីឲ្យយុវជនកម្ពុជាយើងបានស្គាល់យើងត្រូវលំបាកម្នាក់ឯងដើម្បីឲ្យមនុស្សរាប់លាននាក់ស្រួលក្នុងការទទួលបទពិសោធន៍ទទួលការទស្សនាឲ្យគាត់សប្បាយចិត្តឲ្យយុវជនយុវតីជំនាន់ក្រោយគាត់បានឃើញនៅទីនេះដោយមិនបាច់ធ្វើដំណើរទៅក្រៅប្រទេសដោយសារការងប់ងល់នឹងស្រឡាញ់វត្ថុបុរាណលោកពេងហេងបាននិយាយថាលោកត្រូវធ្វើដំណើរទៅជាច្រើនកន្លែងមិនថាក្នុងស្រុកឬក្រៅស្រុកដើម្បីទិញវត្ថុដែលលោកស្រឡាញ់ជាក់ស្ដែងម៉ូតូម៉ាកអ៊ូរ៉ាល់ផលិតឆ្នាំ1950នៅប្រទេសរុស្ស៊ីត្រូវបានទិញពីប្រជាពលរដ្ឋម្នាក់នៅម្ដុំទួលគោកនិងម៉ាស៊ីនថតឯកសារសម្ងាត់ម៉ាកមីក្រូផលិតនៅអាល្លឺម៉ង់ឆ្នាំ1937ត្រូវបានទិញនៅប្រទេសជប៉ុនរបស់ដែលខ្ញុំស្រឡាញ់ហើយជាប្រានៅណាមានរបស់ខ្ញុំចង់បានផងទោះអត់បានញ៉ាំបាយឬនៅឆ្ងាយប៉ុណ្ណាក៏ខ្ញុំទៅត្រូវទៅទិញឲ្យបានបើគេមិនលក់ក៏ទៅមើលដែរសាលពិព័រណ៍វិមានសុខារបស់លោកលីពេងហេងបានបើកទ្វារទទួលភ្ញៀវជាផ្លូវការកាលពីថ្ងៃទី1ខែកក្កដាឆ្នាំ2015នេះភ្ញៀវត្រូវទិញសំបុត្រចូលទស្សនាសំបុត្រមួយសន្លឹកមានតម្លៃ 4,000 រៀលសម្រាប់ជនជាតិខ្មែរនិង 12,000 រៀលសម្រាប់ជនជាតិបរទេសកញ្ញាជេវរតនាជានិស្សិតមានចំណាប់អារម្មណ៍នឹងម៉ាស៊ីនចាក់ឌីបុរាណមួយដែលផលិតក្នុងឆ្នាំ1906ម៉ាស៊ីននេះជាផលិតផលរបស់សហរដ្ឋអាមេរិក
ដែលលោកពេញហេងបានបញ្ជាទិញកាលពីជិត20ឆ្នាំមុនកញ្ញារតនាសប្បាយចិត្តដែលមានឱកាសបានឃើញវត្ថុចាស់ៗអាយុច្រើនជាងខ្លួនរាប់សិបឆ្នាំ ខ្ញុំមានអារម្មណ៍ថាពេលខ្ញុំមើលរបស់នេះហើយគឺខ្ញុំស្ថិតនៅក្នុងសម័យកាលនេះដែរតាមខ្ញុំពិនិត្យមើលវាជារបស់ដែលសម័យបុរាណចាក់នេះសម្រាប់គេដាក់នេះនៅកន្លែងនេះហើយបន្ទាប់មកគេយកវត្ថុនេះដាក់នៅលើនេះដើម្បីលើសម្លេងវា លោកយេងរ៉េតជាប្រធានរដ្ឋបាលនៃអង្គការមួយមានអារម្មណ៍ជួចចិត្តនឹងកង់ Mark BS ផលិតឆ្នាំ 1876 កង់បុរាណនេះត្រូវបានបញ្ជាទិញពីប្រទេសជប៉ុន ខ្ញុំជក់ចិត្តមួយកង់នេះហើយអ្វីដែលខ្ញុំនឹកបានស្មានមកដល់នោះគឺភាពខុសគ្នារវាងជើងកង់ពីរអាមុខធំអាក្រោយតូចហើយជីកទៅមុខដែរបើយើងប្រៀបធៀបពីកង់សម័យឥឡូវ បើបងម្លែកពេលសេខ្លាំងខ្ញុំស្គាល់ហើយខ្ញុំធ្លាប់ជិះទៀតតែខ្ញុំនឹកមិនខ្ញុំធ្លាប់ជិះបាទនៅពេលដែលគឺអញ្ចឹងគឺអនុស្សាវរីយ៍ថ្មីនឹកឃើញដែរព្រោះខ្ញុំធ្លាប់ជិះពេលសេម្ដងវាលឹងដុំពីស្ប៉ាខ្ញុំធ្លាប់ជិះពីស្ប៉ាខ្ញុំជិះកាត់ផ្លូវយើងនេះផ្លូវអាវ៉ៃវិញស្អាតថ្មី វត្ថុចាស់ៗដូចជាកង់ម៉ូតូនិងរបស់របរចាស់ៗទាំងនេះមានលក្ខណៈពិសេសណាស់សូមបញ្ជាក់បរិបទមកទស្សនាវាគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រលោកលីពេញហេងដែលមានមុខជំនាញជាជាងក្រឡឹងផងដែរនោះបានកែច្នៃម៉ូតូនិងកង់មួយចំនួនឲ្យមានលក្ខណៈប្លែកប៉ុន្តែនៅតែរក្សាបានរូបរាងចំនួនដើម កង់មួយហ្នឹងខ្ញុំទិញមកធម្មតាក៏តែឥឡូវខ្ញុំឆ្នៃដាក់ម៉ាស៊ីនហើយខ្ញុំឆ្នៃជាលម្អកង់3តាមម៉ូតផងដែរជំនាន់1910ហ្នឹងកង់ហ្នឹងវាបាត់មកហើយអញ្ចឹងខ្ញុំត្រូវធ្វើវាឡើងវិញដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយគាត់បានស្គាល់ លោកលីពេញហេងសំណូមពរឲ្យមានការចូលរួមសហការពីក្រសួងទេសចរនិងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងការផ្សព្វផ្សាយផលិតផលទេសចរថ្មីស្រឡាងមួយនេះដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលោកក៏សំណូមពរដែរដល់ប្រជាពលរដ្ឋកម្ពុជាទូទៅផ្ដល់តម្លៃលើវត្ថុចាស់ៗពីព្រោះជាទូទៅពួកគេស្រឡាញ់តែវត្ថុថ្មីៗទាន់សម័យនិងមិនចូលចិត្តថែមទាំងបំភ្លេចចោលវត្ថុចាស់ៗទៀតផង បាទទូទៅនិកជនព័ត៌មានពេលយប់របស់ PNN នៅពេលនេះបាន